ប្រាសាទវត្តអាទ្វារប្រាសាទវត្តអាទ្វារមានទីតាំងស្ថិតនៅក្នុងភូមិវត្តអាទ្វារឃុំសៀមរាបស្រុកសៀមរាបដែលមានចម្ងាយប្រមាណជា8គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបដែលសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី12ប្រហែលនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2 1113 ដល់ 1150ប្រាសាទវត្តអាទ្វារត្រូវបានសាងសង់ឡើងដើម្បីប្រើប្រាស់ក្នុងមុខងារព្រះពុទ្ធសាសនាប្រាសាទវត្តអាទ្វារកសាងឡើងអំពីថ្មភក់បែរមុខទៅទិសខាងលិចដោយប្រាសាទអង្គរវត្តដែរបើពិនិត្យទៅលើប្លង់ស្ថាបត្យកម្មទូទៅប្រាសាទនេះមានរាងការ៉េមានច្រកចូលគ្រប់ទ្វារនៅទិសទាំង4ហើយច្រកទ្វារទិសខាងកើតខាងត្បូងនិងខាងជើងមានបន្ថែមដំបូលលយចេញខាងមុខដំបូលលយចេញខាងមុខនីមួយៗមានទ្វារចូល3ទ្វារទី1នៅចំអ័ក្សនិងទ្វារ2ទៀតនៅអំសងខាងអ័ក្សចំណែកដំបូលលយខាងមុខនៅខាងលិចភ្ជាប់នឹងសំណង់មានរាងទ្រវែងមួយដែលជាច្រាក់ចេញចូលយ៉ាងសំខាន់សម្រាប់ចូលទៅកាន់តួប៉ោមកណ្ដាល